អុកញ៉ានូកនលោកគឺជាកវីនិពន្ធដ៏ឆ្នើមមួយរូបរបស់ប្រទេសកម្ពុជាកាលពីជំនាន់អាណានិគមនិយមបារាំងលោកក៏ធ្លាប់ជាចៅហ្វាយខេត្តជាមន្ត្រីជាតំណាងរាស្ត្រនៅសម័យនោះផងដែរក៏រមងាររបស់លោកគឺជាអុកញ៉ាវិបុលរាជសេនានូកនលោកនូកនបានកើតនៅឆ្នាំ1874នៅឃុំអង្គតាសោមស្រុកតាំកក់ខេត្តតាកែវឪពុករបស់លោកមានឈ្មោះថានូរីឯម្ដាយរបស់លោកមានឈ្មោះថាអុកពួកគាត់ទាំងពីរគឺជាកសិករពេលអាយុបាន9ឆ្នាំឪពុកម្ដាយរបស់លោកបាននាំលោកនូកនឲ្យទៅសិក្សាអក្សរនៅក្នុងសំណាក់លោកគ្រូអុកជាដែលគង់នៅវត្តត្នោតលោកអាយុបាន17ឆ្នាំលោកបានចូលធ្វើជាស្មៀនឲ្យលោកចៅហ្វាយខេត្តត្រាំងដោយមានមុខងារខាងដើរទាពន្ធដារពីប្រជាពលរដ្ឋនៅក្នុងឆ្នាំ1891លោកបានចូលទៅបម្រើការងារនៅការិយាល័យនៅព្រះបរមរាជវាំងអស់រយៈពេល4ឆ្នាំដោយធ្វើការនៅក្នុងក្រុមអាល័យក្នុងរជ្ជកាលព្រះបាទព្រះនរោត្តមបន្ទាប់មកលោកបានផ្លាស់ទៅធ្វើការនៅក្រសួងសុរិយោដីរួចក្រោយមកទៀតលោកក៏បានផ្លាស់មកធ្វើការខាងក្រសួងរតនាគារខាងឃ្លាំងប្រាក់នៅក្នុងឆ្នាំ1903លោកបានប្រឡងជាប់លេខ1ជាអ្នកប្រាជ្ញអក្សរសាស្ត្រហើយក្រោយមកទៀតរដ្ឋបាលបារាំងក៏បានបញ្ជូនលោកឲ្យទៅបន្តការសិក្សាមុខជំនាញច្បាប់នៅឯប្រទេសបារាំងលុះដល់ពេលលោកត្រឡប់មកស្រុកខ្មែរវិញលោកបានទទួលតំណែងជាបន្តបន្ទាប់គឺជាចៅហ្វាយខេត្តកំពង់សៀមហើយរាជការក៏បានផ្លាស់លោកទៅធ្វើការជាចៅហ្វាយខេត្តជាច្រើនបន្តបន្ទាប់ទៀតដោយសារលោកជាអ្នកជំនាញខាងផ្លូវច្បាប់ទើបក្រោយមករាជការបានតែងតាំងលោកជាចាំងវាំងសាលាលន់ខុននិងសាលាឧទ្ធរដោយមើលឃើញពីសមត្ថភាពនិងគុណភាពការងាររបស់លោកនូកនរាជការក៏បានអញ្ជើញលោកឲ្យទៅសិក្សាខាងរបៀបរាជការនៅឯប្រទេសបារាំងក្នុងគោរមងារជាសេនាធិបតីក្រសួងក្សេត្រាធិការក្នុងរយៈពេល9ខែលុះពេលលោកត្រឡប់មកវិញរាជការក៏បានតែងតាំងលោកជាผู้ช่วยដែលមានងារជាអុកញ៉ាវិបុលរាជសេនានៅក្នុងកិច្ចការរាជការលោកនូកនបានទទួលនូវគ្រឿងឥស្សរិយយសជាច្រើនដូចជា Alliance Française នៅក្នុងឆ្នាំ1903មេដាយមាសនៅក្នុងឆ្នាំ1909មេដាយមនីសភ័ណ្ឌនៅក្នុងឆ្នាំ1909មេដាយអប្សរិតនៅក្នុងឆ្នាំ1912 Officier ប្រទេសអាណាមនៅក្នុងឆ្នាំ1921 Captain Commodore នៅក្នុងឆ្នាំ1926កំឡុងពេលដែលលោកធ្វើការនៅក្នុងរាជការលោកបានធ្វើជាចៅហ្វាយខេត្តជាច្រើនដែលក្នុងនោះមានដូចជានៅថ្ងៃទី16ខែមិថុនាឆ្នាំ1909លោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តពញាឮនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1909ដដែលលោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តស្ទឹងត្រែងនៅថ្ងៃទី15ខែវិច្ឆិកាឆ្នាំ1916លោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តកំពង់ធំនិងចុងក្រោយនៅថ្ងៃទី31ខែកក្កដាឆ្នាំ1919លោកត្រូវបានតែងតាំងជាចៅហ្វាយខេត្តកំពង់សៀមហើយបានកាន់តំណែងជាចៅហ្វាយខេត្តអស់ជាច្រើនឆ្នាំហើយនោះលោកក៏បានចូលបម្រើក្នុងក្រសួងជើងទឹកនៅថ្ងៃទី18ខែតុលាឆ្នាំ1921ដែលមានយស័ក្តិជាអុកញ៉ាវិបុលរាជសេនាតំណែងជាผู้ช่วยសេនាធិបតីក្រសួងជើងទឹកថ្នាក់ឧត្តមមន្ត្រីលេខ2តមកទៀតនៅក្នុងឆ្នាំ1926ក្នុងគោរមងារនិងយស័ក្តិដដែលប៉ុន្តែលោកបានបដូរជាผู้ช่วยនៅក្នុងក្រសួងពាណិជ្ជកម្មវិញម្ដងអាជីពការងារចុងក្រោយបង្អស់របស់លោកគឺនៅក្នុងឆ្នាំ1957ដែលលោកគឺជាតំណាងរាស្ត្រមណ្ឌលកោះសូទិនបន្ទាប់ពីបំពេញការងារនៅក្នុងរាជការអស់ជាច្រើនឆ្នាំមកនៅរវាងឆ្នាំ1931លោក
បានចូលនិវត្តន៍ពីការងាររាជការហើយបានចំណាយពេលវេលាផ្ទាល់ខ្លួនរបស់លោកនៅក្នុងកិច្ចការតែងនិពន្ធនិងប្រែសម្រួលរឿងបរទេសមួយចំនួនប្រកបដោយគតិអប់រំនានាមុខជាខេមរៈភាសាទៀតផងលោកនូកនគឺជាបញ្ញវន្តខ្មែរជាន់ខ្ពស់មួយរូបដែលមានចំណេះដឹងទូលំទូលាយខាងពុទ្ធចក្រនិងអាណាចក្រហើយលោកក៏មានចំណេះដឹងខាងភាសាបរទេសនានាមួយចំនួនផងដែរដែលក្នុងនោះមានដូចជាភាសាបារាំងភាសាបាលីនិងភាសាសៀមជាដើមចំពោះរូបសម្បត្តិរបស់លោកវិញលោកលីធៀមតេងបានលើកបញ្ជាក់នៅក្នុងសៀវភៅអក្សរសាស្ត្រខ្មែររបស់លោកយ៉ាងដូចនេះថាលោកនូកននិយាយតែសម្ដីលោកមួយមិនសូវញាប់ទេហើយរាល់ពាក្យពេចន៍នីមួយសុទ្ធតែច្បាស់លាស់ណាស់ឯអាកប្បកិរិយាខាងក្រៅរបស់លោកគេចាំបានថាលោកជាអ្នកឧស្សាហ៍មុខលោករាងមូលជើងសក់ធ្លោកហើយលោកទប់ពុកមាត់ងើចុះក្រោមហើយព្រមទាំងមានភ្នែកថ្លាយ៉ងសមជាអ្នកត្រៀមពិចារណាច្រើននៅក្នុងឆ្នាំ1946គ្រាដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាលើកដំបូងដើម្បីបង្កើតរដ្ឋសភាកសាងច្បាប់រដ្ឋធម្មនុញ្ញនោះលោកអញ្ញាវិបុលសេនានូកនក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលកោះស្ទឹងខេត្តកំពង់ចាមក្នុងដំណាក់កាលជីវិតចុងក្រោយរបស់លោកមានរោគចាស់ជរាលោកអញ្ញាក៏បានទទួលមរណភាពនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ1947នៅវេលាម៉ោង 8 យប់ក្នុងជន្មាយុ73ឆ្នាំនៅក្នុងគេហដ្ឋានរបស់លោកនាខេត្តកំពង់ចាមតាមពិតលោកនូកនបានប្រើពាក្យប្រឡោមនិពន្ធរបស់លោកដោយមានការបកប្រែពីភាសាបារាំងរ៉ូមែនមានន័យថាជាអត្ថបទពាក្យរាយខុសពីប្រភេទរឿងសាស្ត្រាល្បែងដែលមានតំណែងតែងជាពាក្យកាព្យក្នុងនោះស្នាដៃរបស់លោកដែលបានមានដល់សប្តាហ៍ថ្ងៃនិងល្បីសុសសាយដែលអ្នកគ្រប់គ្នាអាចយកមកសិក្សាបានមានដូចជា1រឿងទាវឯកពាក្យកាព្យសរសេរជាបទពាក្យ8និពន្ធនៅក្នុងឆ្នាំ1923ជាប់លេខ1ខាងអក្សរសាស្ត្រទូទាំងប្រទេសបោះពុម្ពនៅក្នុងឆ្នាំ1942សរសេរជាពាក្យកំណាព្យបទពាក្យ8ជាប្រភេទសាស្ត្រាល្បែង2ពំពានិព្វានជាពាក្យកាព្យហើយជាប្រភេទសាស្ត្រាល្បែងសរសេរតែនិពន្ធនៅក្នុងឆ្នាំ1923 3សាមកុកបកប្រែពីភាសាថៃសរសេរនៅក្នុងឆ្នាំ1933គាត់សរសេរបាន10ភាគហើយត្រូវបានបោះពុម្ពផ្សាយជាបន្តបន្ទាប់នៅទស្សនាវដ្តីកម្ពុជាសូរិយាតាំងពីឆ្នាំ1948រហូតដល់ឆ្នាំ1974ជាពេលដែលទស្សនាវដ្តីនោះនៅបោះពុម្ពផ្សាយនិងនៅមានជីវិត4អ៊ីណាវជាពាក្យកំណាព្យសរសេរជាប្រភេទសាស្ត្រាល្បែងលេខ5តុងឈិនប្រឡោមលោកពាក្យរាយនិពន្ធឡើងនៅក្នុងឆ្នាំ1947ដែលជាស្នាដៃដំបូងគេបង្អស់របស់លោកដែលបានសរសេរក្នុងសម័យដែលប្រឡោមលោកបានកើតឡើង6សមុទ្រជេថាមិនទាន់បានបោះពុម្ពផ្សាយ7មហាសុបស្សីតបោះមិនទាន់បោះពុម្ពផ្សាយដូចគ្នាអ៊ីណាវសរសេរជាពាក្យរាយមិនទាន់បានបោះពុម្ពផ្សាយនិងចុងក្រោយលួងឆានភក្តីសរសេរជាពាក្យរាយក៏មិនទាន់បានបោះពុម្ពផ្សាយដូចគ្នា